នៅថ្ងៃទី7 ខែតុលាឆ្នាំ2013នេះនៅសាលារៀនអាហ្គាប៉េសៀមរាបអង្គរមានការបើកសហការជាមួយនឹងក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋកូរ៉េខាងត្បូងមានក្រុមគ្រូពេទ្យចំនួន30នាក់មកព្យាបាលដោយឥតគិតថ្លៃរយៈពេល2ថ្ងៃគឺស្ថិតនៅក្នុងសង្កាត់គោកចកក្រុងសៀមរាបនិងឃុំត្រយែកស្រុកសូត្រនិគមលោកគ្រូកងវិលបណ្ឌិតប្រាក់វុធីបានថ្លែងបញ្ជាក់ថាសុខភាពគឺជាការរួមចំណែកនៃភាពក្រីក្រផងដែរប្រសិនបើបងប្អូនជាប្រជាពលរដ្ឋមានសុខភាពមិនល្អធ្វើឲ្យស្ថានភាពគ្រួសារនិងសង្គមជាតិជួបប្រទះនឹងភាពមិនប្រក្រតីផងក្នុងនាមលោកជាប្រជាពលរដ្ឋនិងជាគ្រូគង្វាលសាសនាគ្រឹះលោកក៏បានខិតខំទាំងអធិដ្ឋានព្រមទាំងខិតខំអំពាវនាវដល់អង្គការជាដៃគូនៅក្រៅប្រទេសចុះជួយដល់ប្រជាពលរដ្ឋនិងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយជំនឿសាសនាពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េដែលបានផ្ដោតទៅលើជំងឺទូទៅដូចជាដកធ្មេញព្យាបាលដោយចាក់និងបញ្ចូលវិទ្យាសាស្ត្រភ្នែកចែកវ៉ែនតាចែកថ្នាំដុសធ្មេញនិងច្រាស់ដុសធ្មេញព្រមទាំងមានការកាត់សក់ផងដែរលោកគ្រូកងវិលបណ្ឌិតប្រាក់វុធីក៏បានសម្ដែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េដែលបានបរិច្ចាគធនធានក្នុងសកម្មភាពមនុស្សធម៌នាំយកនៅសម្ភារៈបរិក្ខារពេទ្យថ្នាំពេទ្យមកជួយព្យាបាលសុខភាពដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបក្នុងនោះផងដែរលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែលបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យរបស់លោកមកព្យាបាលដោយឥតគិតថ្លៃរយៈពេល2ថ្ងៃគឺមិនត្រឹមតែប៉ុណ្ណោះទេអាជ្ញាធរបានសហការយ៉ាងជិតស្និទ្ធនិងបានប្រកាសដល់ប្រជាពលរដ្ឋឲ្យមកទទួលការព្យាបាលយ៉ាងកក្រឹកកក្រែងផងដែរក្នុងនោះផងដែរក្រុមគ្រូពេទ្យមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះតម្រូវការជាក់ស្ដែងហើយក្រុមគ្រូពេទ្យបានសន្យានឹងមកជួយព្យាបាលនឹងលើកក្រោយទៀត